យោងតាមការចុះផ្សាយពីប្រភពបរទេសផ្លែទទឹមគឺជាកំពូលផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ខានិងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុតសម្រាប់ការពាររាងកាយការញ៉ាំផ្លែទទឹមទាំងគ្រាប់ផ្ដល់អត្ថប្រយោជន៍ល្អជាងការផឹកត្រឹមទឹករបស់វាព្រោះវាសម្បូរទៅដោយកាកសរសៃដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាពចំពោះសុខភាពបេះដូងផ្លែទទឹមដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះសម្ពាធឈាមនិងទប់ស្កាត់ការកកស្ទះជាតិខ្លាញ់ក្នុងសរសៃឈាមដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតសម្រាប់ផ្នែកសម្រស់វិញសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឈើនេះជួយជំរុញការផលិតកូឡាហ្សែនការពារស្បែកពីការបំផ្លាញនិងពន្យាភាពចាស់បានយ៉ាងមានប្រសិទ្ធភាពលើសពីនេះទទឹមក៏ជួយពង្រឹងការចងចាំរបស់ខួរក្បាលនិងមានសារធាតុពិសេសដែលអាចពន្យាការលូតលាស់នៃកោសិកាមហារីកជាច្រើនប្រភេទដូចជាមហារីកក្រពេញប្រូស្តាតមហារីកដកនិងមហារីកសួតជាដើមដើម្បីទទួលបានគុណភាពល្អបំផុតអ្នកគួរជ្រើសរើសផ្លែណាដែលមានទម្ងន់ធ្ងន់សម្បកភ្លឺថ្លានិងជៀសវាងផ្លែដែលទន់ជ្រាយពេលច្របាច់ជាដើមការប្រុងប្រយ័ត្នព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះបើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវដកស្រង់ដោយតំបន់សុខភាពប្រសិនបើករណីប៉ះពាល់ដល់កម្មសិទ្ធិបញ្ញាសូមតាក់ទងមក Telegram តំបន់សុខភាពសូមអរគុណ